ចង់ទៅលេងវៀតណាមកុំភ្លេចទស្សនាវីដេអូនេះហើយត្រូវតែដឹងរឿងទាំងអស់នេះណាវិលជួបគ្នាសាជាថ្មីជាមួយនឹង Vlog របស់ខ្ញុំជម្រាបសួរបងប្អូនទាំងអស់គ្នានិយាយទៅគឺថានៅពេលដែលបងប្អូនទៅដល់វៀតណាមគឺបងប្អូនប្រកាសជាឃើញ local brand ជាច្រើនទៅតាមហាងទៅតាមតូបនីមួយៗអ្វីដែលសំខាន់ខ្ញុំចង់ជម្រាបជូនបងប្អូនថាពីមុនយើងតែងតែឮថានៅវៀតណាមมันអាចប្រើប្រាស់ Telegram បានទេប៉ុន្តែនៅពេលដែលខ្ញុំទៅនេះគឺ Telegram អាចប្រើប្រាស់បានហើយអញ្ចឹងកុំបារម្ភអី ហើយមួយទៀតបងប្អូនតែដឹងថានៅនេះឃើញគេអង្គុយម៉ោង2ភ្លឺ3ភ្លឺមួយយប់អីហ្នឹងណាកុំគិតថាគេអង្គុយធ្វើអីគឺគេអង្គុយញ៉ាំតែញ៉ាំកាហ្វេញ៉ាំអីហ្នឹងគឺថានិយាយទៅស្រុកនេះគឺចម្លែកអញ្ចឹងតែម្ដងហើយអ្វីដែលសំខាន់មួយទៀតបងប្អូនត្រូវដឹងថាបើសិនជាបងប្អូនទៅញ៉ាំអាហារមិនថានៅហាងទំនើបឬមិនទំនើបតាមចិញ្ចើមផ្លូវអីនោះទេបើសិនជាបងប្អូនប្រើប្រាស់ក្រដាសជូតមាត់គេនឹងគិតលុយថែមពីបងប្អូនដូច្នេះត្រូវតែមានក្រដាសជូតមាត់ដោយខ្លួនឯងជាប់ខ្លួនគឺល្អបំផុត ហើយការដើរហើរគឺត្រូវតែប្រចាំប្រជែងដោយខ្លួនឯងផងដែរពីព្រោះយើងមើលអត់ឃើញទេបងប្អូនទាំងអស់គ្នាទី1ដោយសារយើងអត់ចេះភាសាទី2យើងអត់ដឹងថាគេយ៉ាងម៉េចនោះទេបងប្អូនអញ្ចឹងគ្មានអីក្រៅពីសុវត្ថិភាពប្រចាំប្រជែងការពារភាសាជាងព្យាបាលហើយមួយទៀតគឺនៅវៀតណាមម៉ោងដូចតែខ្មែរយើងអញ្ចឹងអត់ខុសគ្នានោះទេជាពិសេសនៅពេលដែលយប់អស់មនុស្សគឺគេបិទតូបហើយគេចូលគេងទាំងអស់គ្នាដូចតែយើងអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយ ចុច like ចុច share និងចូលទៅ Subscribe Channel YouTube របស់ខ្ញុំផងណា